ម្សិលមួយថ្ងៃមួយខ្ញុំនិយាយអំពីរឿងផ្ទៃកលាដីរបស់កម្ពុជាផ្ទៃកលាដីរបស់កម្ពុជាដែលយើងតែងតែទន្ទិញចាំមាត់ដែលខ្ញុំរៀនតាំងពីទូចមក181,035 គីឡូម៉ែត្រការ៉េឥឡូវបងប្អូនណាខ្លះចាំហ្នឹងលើកដៃមើល131,035 គីឡូម៉ែត្រការ៉េបាទឥឡូវបងប្អូនណាខ្លះមានធ្លាប់សួរថាតើគេកាល់កូលេមិនអាហ្នឹងកាល់កូលេត្រូវអត់មានធ្លាប់សួរអត់ទេព្រោះយើងគិតថាអានឹងគឺជាអ្វីដែលយើងរៀនតាំងពីទូចមកវាត្រូវនេះជាព័ត៌មានផ្លូវការដែលយើងបានហើយខ្ញុំបាននិយាយថាផែនកលាដីរបស់យើងដែលវាស់វែងថ្មីនោះ181,436 គីឡូម៉ែត្រការ៉េមិនទាន់ជាផ្លូវការដែលយើងផ្សព្វផ្សាយទេប៉ុន្តែជាការអញ្ចឹងមានបងប្អូនមួយចំនួនគាត់យកទៅផ្សាយអត់មានចេតនាអាក្រក់ទេប៉ុន្តែអ្វីជាការបញ្យល់ខ្ញុំមើលបងប្អូនចំនួនក៏បញ្យល់ប្រហែលជាអត់គ្រប់ជ្រុងជ្រោយសំណួរមានធ្លាប់សួរទេវាស់កលាសំបីតាវាស់កន្លែងនេះជួនកាលចេញការ៉េអត់ច្បាស់ផងបើយើងវាស់គុណនឹងលើกระดาษត្រង់ចតកោណត្រីកោណអានឹងស្រួលគុណទេតែដល់វាស់ព្រំដីឥឡូវខ្ញុំសួរខាងវាស់វែងដីធ្លីអាចេញអិលម៉ាបនេះហើយនឹងព្រំដីដែលវាស់តាមពីមុនមានលំអៀងអត់គាត់ថាលំអៀងបកគោលអត់ទេព្រំដីនៅដដែលប៉ុន្តែលំអៀងដីខ្លះលំអៀង2-3ការ៉េបើដីតូចបើដីនឹង 4-5 ហិកតាចង្ការលំអៀង200ការ៉េព្រោះដោយសារបច្ចេកទេសវាស់ដីដដែលអីដដែលពីមុនគេវាស់ដៃគេយកម៉ែត្រទៅវាស់ទាញព្រំហើយយកកាល់កូលេជាប៊ិចគុណលេខបូកជែកទៅវាចេញដល់ឥឡូវបច្ចេកវិទ្យាគេយកម៉ាស៊ីនវាស់ចេញជាមាន GPS តែម្ដងដល់ដាក់ទៅការ៉េវាខុសខ្ញុំសួរថាវាស់ដី5ហិកតាអាចខុសគ្នាប្រហែលគាត់ថាកន្លែងខ្លះខុសគ្នាដល់រាប់រយម៉ែត្រការ៉េបើដីនឹងកាន់តែធំចូល100ហិកតាវាស់អាចចូលគ្រប់លំអៀងគ្នាចូល1000ម៉ែត្រការ៉េតែព្រំដីនៅលើដីអត់ខុសទេម្ចាស់គេអត់តវ៉ាដោយសារបច្ចេកវិទ្យាថ្មីគេទុកចិត្តហើយខ្ញុំសួរថាបងប្អូនតវ៉ាអត់គាត់ថាគាត់ទុកចិត្តម៉ាស៊ីនជាងទុកចិត្តវាស់ដៃអញ្ចឹងបានមិនសូវតវ៉ាមើលនៅលើប្លង់អិលម៉ារបស់យើងកន្លែងខ្លះរួមកន្លែងខ្លះលើតែព្រំដីលើដីអត់ខុសទេតែដោយសារកាលមុនយើងយកម៉ែត្រវាស់អត់មានឥឡូវគេបាញ់ឡាស៊ែរគេអីមាន GPS ហើយវាស្មើគ្នាតែម្ដងគុណចែកទៅត្រូវរឿងផ្ទៃដីកលាប្រទេសរបស់យើងខ្ញុំសូមជំរាបចេះមានសួរទេអ្នកខ្លះគេយកទៅចំអកថាខ្ញុំពូតអ្នកខ្លះគេថាបណ្ដាប្រទេសជិតខាងល្វងឲ្យដីយើង400 គីឡូម៉ែត្រការ៉េខ្ញុំបានបញ្ជាក់ថ្ងៃនោះដែរប្រហែលជាបញ្ជាក់មិនគ្រប់រឿងគឺលំអៀងនៃការកណនាហើយរូបមន្តនេះមិនមែនតែប្រទេសខ្មែរទេប្រទេសនៅលើពិភពលោកច្រើនដែលដូរគេហៅដូរទិន្នន័យផ្ទៃដីរបស់ខ្លួនអ្នកខ្លះដូរមានកតា3អ្នកខ្លះកតោដោយការប្រែប្រួលស្ថានដីជាក់ស្ដែងដូចសិង្ហបុរីអញ្ចឹងកាលពីឯករាជ្យគាត់ត្រឹមតែ500 គីឡូម៉ែត្រការ៉េឥឡូវគាត់យកដីទៅចាក់បន្ថែមគាត់ឡើង700 គីឡូម៉ែត្រការ៉េកន្លែងខ្លះបញ្ចប់ចរចាព្រំដែនគេមានកន្លែងខ្លះគឺដូរតួលេខលើដែលគេតម្កល់ជាផ្លូវការនោះដោយសារប្រព័ន្ធនៃការកណនាអត់មានដូរអីលើដីទេប៉ុន្តែប្រព័ន្ធនៃការកណនានៅកម្ពុជារបស់យើង181,035 គីឡូម៉ែត្រការ៉េតើទិន្នន័យនេះបានតាំងពីពេលណាហើយបានយ៉ាងម៉េចខ្ញុំឆែកជាមួយនឹងគណៈលេខាធិការឋានកិច្ចការព្រំដែនអ្នកបច្ចេកទេសគឺជាង100ឆ្នាំមុន
បរាំងយកតួលេខនេះដែលក្រោយពីកំណត់ព្រំដែនជាមួយប្រទេសជិតខាងហើយកំណត់ព្រំដែននេះអត់ទាំងអស់ទៀតព្រំដែនយើងបន្សល់ទុកនោះយើងមានមកគោល124ជាមួយនឹងអាណាមហើយមួយចំនួនគេថាជាមួយកូសាំងស៊ីន124បកគោលហើយពីចន្លោះពីកញ្ចេះឡើងទៅមួយអាណាមមកមានបកគោលទេជាមួយឡាវព្រំដែនយើងប្រមាណ100គីឡូមានបកគោលធំតែមួយគត់ហើយជាមួយថៃយើងមាន74បកគោលអញ្ចឹងគឺការកំណត់នេះគឺក្រោយពីយើងបោះអានឹងបឋមបារាំងគាត់ធ្វើម៉េចគាត់វាស់ចេញជំនាន់នោះអត់មាន GPS អត់មានអីដូចយើងទេក្រុមភូមិសាស្ត្ររបស់គាត់ជិះតម្រៃផងជិះសេះផងហើយអស់ខ្សែពួរវាស់អស់ម៉ែត្រវាស់អញ្ចឹងគាត់យកអាវាស់ព្រំបន្ទល់វាស់ផ្ទៃកាឡារបស់ភូមិនីមួយឃុំមួយបូកចូលគ្នាហើយយើងដឹងហើយបងប្អូនវាស់គ្រាន់តែដីយើងអត់ស្មើការ៉េអត់ស្មើអីហ្នឹងពិបាកវាស់លំអៀងគ្នាតម្រាំតែនេះទៀតអញ្ចឹងអាហ្នឹងនៅក្នុងកន្លែងភូមិដល់នៅក្នុងមួយកន្លែងច្រើនអត់មានមនុស្សនៅគាត់សន្និដ្ឋានយកតែម្ដងផ្អែកទៅលើការគិតគូសវាលើกระดาษហើយកាល់កូលេចេញ 181.035 គីឡូម៉ែត្រការ៉េអញ្ចឹងបងប្អូនអ្នកសារព័ត៌មានឆ្ងល់ថាចុះអា 181.436 គីឡូម៉ែត្រការ៉េនឹងបានមកពីណាគឺនៅឆ្នាំ2012ក្រុមបច្ចេកទេសរបស់អតីតអាជ្ញាធរជាតិរបស់យើងបានយកកម្មវិធីរបស់អាមេរិកមួយក្រុមហ៊ុនរបស់អាមេរិកមួយកម្មវិធីរបស់គាត់នឹងគឺហៅ ArcGIS អាហ្នឹងគឺយកមកវាស់ចុចព្រំបន្ទល់កម្ពុជាវៀតណាមដែលយើងប្រើទិន្នន័យខ្សែព្រំដែនដែលឯកភាពគ្នាអាកន្លែងដែលឯកភាពគ្នាទី2ខ្សែព្រំដែនកម្ពុជាឡាវហើយដែលបានឯកភាពគ្នានោះអានឹងអត់ទាន់រាប់អាកន្លែងដែលយើងមិនទាន់ចរចាឯកភាពគ្នាទេហើយប្រើប្រាស់ទិន្នន័យ1លើ 10,000 ហើយកម្ពុជាថៃយើងប្រើទិន្នន័យ1លើ 20,000 អញ្ចឹងប្រើតាមបច្ចេកវិទ្យា GPS ទាំងអស់អញ្ចឹងកាល់កូលេមកដល់នេះឃើញ 181.436 គីឡូម៉ែត្រការ៉េនេះគឺជាលំអៀងអញ្ចឹងសំណួរសួរវិញថាតើបារាំងជិះថ្មីវាស់សុក្រិតជាងយើងវាស់ដោយប្រើ GPS ឬទេអានឹងសំណួរទុកឲ្យបច្ចេកទេសឆ្លើយចោះតែនេះគឺជាការពិតមិនមែនយើងទៅយកបោះពីណា 400 គីឡូម៉ែត្រការ៉េទៅគឺកើតឡើងពីការលំអៀងនិងការកំណត់ព្រំដែនថ្មីអញ្ចឹងសូមជូនព័ត៌មានទៅបងប្អូនខ្លះដែលឆ្ងល់ហើយបងខ្លះយកទៅត្រូលថានាយករដ្ឋមន្ត្រីទៅជប់400 គីឡូម៉ែត្រការ៉េមកទៅហៅមើលសិនហើយសម្រាប់បងប្អូនអ្នកសារព័ត៌មានដែលផ្សាយកន្លងទៅអាចសូមឲ្យយល់បាននេះគឺជាការផ្នែកមួយនៃការផ្សាយព័ត៌មានសុក្រិតព័ត៌មានដែលផ្អែកទៅលើមូលដ្ឋានគ្រប់ជ្រុងជ្រោយនិងបច្ចេកទេសបើសិនជាខ្វះព័ត៌មានយើងអាចជជែកគ្នាបានហើយសូមបញ្ជាក់ថាមូលហេតុដែលយើងមិនទាន់ប្រកាសតួលេខថ្មីនេះហើយអាប់ដេតជាផ្លូវការប្រទេសខ្លះគេអាប់ដេតជាផ្លូវការជាសិទ្ធិរបស់គេមានតឡៃកច្បាស់លាស់អត់មាននៅនឹងស្កលហើយគ្មានច្បាប់អន្តរជាតិណាមិនឲ្យប្រទេសមួយអាប់ដេតធ្វើបច្ចុប្បន្នភាពនៃផ្ទៃដីរបស់គេនោះទេលើកកុំឲ្យតែវាប៉ះពាល់នៃប្រទេសជិតខាងឬមួយអីនៅក្នុងដែនអធិបតេយ្យភាពរបស់គេប្រទេសខ្លះគឺដូចយើងអញ្ចឹងនៅហ្វាំងឡង់នៅអីគឺថាដីអត់ប្រែប្រួលចំណុចលើដីនៅទាំងអស់តែគ្រាន់តែពេលគេយកបច្ចេកវិទ្យា GPS ទៅវាស់វាប្រែប្រួលហើយគេយកអាថ្មីនេះទៅមើលមិនខុសពីនៅលើ L-map នៅលើគេថាប្លង់ដីរបស់បងប្អូនទេអ្នកខ្លះស្អីមិនខ្ញុំពីមុនប្លង់ទុនប៉ុណ្ណេះឥឡូវប៉ុណ្ណេះនៅលើដីវាអត់ប្រែសោះម៉ាស៊ីនលួចទេគឺដោយសារសុក្រិតភាពនៃការគិតគូរបែបនេះកន្លែងខ្លះកើនកន្លែងខ្លះប្រែប្រួលអញ្ចឹងកិច្ចការងារនេះខ្ញុំសូមបញ្ជាក់យកចំណុចនេះរឿងនេះវាពាក់ព័ន្ធរឿងទឹកដីតាក់ទងទៅនឹងរឿងជាតិរបស់យើងហើយអ្នកសារព័ត៌មានសូមឲ្យក្តាប់ឲ្យបានហើយបងប្អូនដែលអាចយល់អាចដឹងតែយើងសប្បាយចិត្ត
តាម 181,436 ឥឡូវរីកច្រើនជាងមុនសួរថាតើមានមូលហេតុអីមូលដ្ឋានអីបានយើងត្រូវសប្បាយចិត្តឬអត់តើអានេះពិតឬមិនពិតឬមួយគ្រាន់តែនិយាយឲ្យសប្បាយចិត្តនេះហើយខ្ញុំសូមបញ្ជាក់ជូនបងប្អូនអ្នកសារព័ត៌មានទាំងអស់ហើយបងប្អូនយកទៅផ្សាយអ្នកអីដែលមាននេះហើយជាមូលដ្ឋានគឺកត្តាបច្ចេកទេសហើយមិនមែនខ្ញុំអ្នកនិយាយទេគឺការងារក្រុមបច្ចេកទេសរបស់យើងនៅព្រំដែនដែលទទួលខុសត្រូវលើការកំណត់ព្រំដែនហើយប្រើបច្ចេកវិទ្យាកម្រិតអន្តរជាតិគឺផែនទីស្តង់ដារអន្តរជាតិដែលយើងមានចឹងសូមបញ្ជាក់បាទមិនមែនទៅលួចដីពីណាបាន400គីឡូម៉ែត្រការ៉េទេបាទហើយក៏មិនបានទៅខូចបង្កើតបញ្ហានេះដែរខ្ញុំមិនថាបងប្អូនយកទៅត្រូលយកទៅអីចម្ងល់អីក៏សួរទៅចោះប៉ុន្តែនេះហើយជាឧទាហរណ៍ដែលថាអ្នកសារព័ត៌មានត្រូវស្វែងយល់ឲ្យបានគ្រប់ជាពិសេសរឿងដែលបច្ចេកទេសបើមិនស្រួលទេយើងឆ្ដាប់ជ្រុងអត់បានយើងអត់យល់បានយើងផ្សាយទាំងមិនច្បាស់លាស់ហើយយើងយកអត្ថាធិប្បាយទាំងមិនច្បាស់លាស់ដែលធ្វើឲ្យអ្នកស្ដាប់ព័ត៌មានរបស់យើងកាន់តែគេហៅក្អែក1ក្អែក10នេះគឺជាគ្រោះថ្នាក់អ្នកអត្ថាធិប្បាយនយោបាយអានឹងរឿងរបស់គេធ្វើអីទៅចោះប៉ុន្តែអ្នកដែលសារព័ត៌មានអាជីពជាអង្គភាពវិជ្ជាជីវៈដែលដាក់ចិត្តដាក់កាយដើម្បីផ្សាយនៅសុក្រិតភាពនៃព័ត៌មានដើម្បីធានានៅតម្លៃព័ត៌មានខ្ញុំសូមឲ្យស្វែងយល់ស្រាវជ្រាវឲ្យបានច្បាស់លាស់ថាតើអ្វីដែលពិតប្រាកដអ្វីដែលមានហេតុផលច្បាស់លាស់ហើយបើយើងមិនមានគ្រប់ជ្រុងជ្រោយស្រាវជ្រាវបន្ថែមហើយព័ត៌មានយើងដាក់ទៅមិនគ្រប់ជ្រុងជ្រោយក្រោយមកយើងមានហេតុផលស្រាវជ្រាវច្បាស់លាស់សូមឲ្យកែសម្រួលព័ត៌មាននេះហើយគឺជាការចូលរួមនៅក្នុងថែរក្សានិងធានាសុក្រិតភាពនៃព័ត៌មាននិងតម្លៃនៃអ្នកសារព័ត៌មាននិងប្រព័ន្ធព័ត៌មានកម្ពុជាខ្ញុំសូមបញ្ជាក់ហើយរាជរដ្ឋាភិបាលក៏នឹងខិតខំដើម្បីពន្យល់អ្វីដែលខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីនិយាយមិនមែនចេះតែនិយាយអត់មានមូលដ្ឋានទៅប្រកែកទៅទេកិច្ចការទាំងអស់ជាពិសេសរឿងទឹកដីយើងធានាច្បាស់លាស់បើសិនជាយើងហ៊ាននិយាយថាផ្ទៃដីនេះកើននៅពេលដែលផ្ទៃដីនេះមិនកើនតើថ្ងៃក្រោយយើងទៅស្រកឲ្យដីណាសងប្រជាពលរដ្ឋបើមិននិយាយមិនល្អជាងចងជើងខ្លួនឯងប៉ុន្តែនិយាយដោយភាពជឿជាក់ដោយសារបច្ចេកទេសហើយខ្ញុំសូមបញ្ជាក់ថា 181,436 គីឡូម៉ែត្រនេះគឺមិនទាន់បូកបញ្ចូលផ្ទៃដីកោះយើងទេនៅដែនសមុទ្រនោះទេយើងមានកោះទាំងតូចទាំងធំ71កោះទៀតទិន្នន័យនេះយើងមិនទាន់បញ្ចូលទេ181,436 គីឡូម៉ែត្រការ៉េនេះគ្រាន់តែជាផ្ទៃដីដែលយើងកំណត់ឡើងវិញកន្លែងដែលបានឯកភាពគ្នានៅលើដីហើយយើងយកប្រព័ន្ធបច្ចេកវិទ្យាយកទៅវាស់កាល់កូលេតែប៉ុណ្ណោះចឹងបើបូកថែមផ្ទៃកោះ71របស់យើងទៀតហើយសមុទ្ររបស់យើងដូចសមុទ្រជាមួយថៃឯងយើងមិនទាន់បានចរចាគ្នាឯកភាពគ្នាទេយើងនៅទាមទារការចរចាជាមួយគ្នាអញ្ចឹងបើបូកទាំងកន្លែងនោះទៀតគឺច្រើនជាង 181,436 គីឡូម៉ែត្រការ៉េហើយមិនមែនខ្ញុំនិយាយចេះតែប្រឌិតទេគឺមានតល័យកពីសេនាធិការជំនាញរបស់រាជរដ្ឋាភិបាលគឺរដ្ឋលេខាធិការដ្ឋានគណៈកម្មការព្រំដែនរបស់យើងដែលមានអ្នកជំនាញបច្ចេកទេសធ្វើការនៅទីនោះហើយកំណត់យកផែនទីច្បាស់លាស់មិនមែនផែនទី Google អីទេគឺផែនទីដែលយើងឯកភាពគ្នាប្រើជាមួយប្រទេសជិតខាងដែលផ្លូវការហើយនេះហើយដែលខ្ញុំសូមបញ្ជាក់ជំរាបជូនបងប្អូនជនរួមជាតិក៏ដូចជាបងប្អូនអ្នកសារព័ត៌មានទាំងអស់នេះពួកខ្ញុំឃើញការផ្សាយមានការផុសផុលការចាប់អារម្មណ៍អ្វីក៏ដោយឲ្យទៅពាក់ព័ន្ធជាមួយទឹកដីយើងត្រូវទទួលខុសត្រូវអ្វីដែលយើងត្រូវធានាខុសត្រូវចំពោះមុខប្រជាពលរដ្ឋរួមទាំងទិន្នន័យដែលយើងបញ្ចេញសិតតែមានភាពច្បាស់លាស់ហើយសូមបងប្អូនជឿចោះហើយនេះគឺជាមូលហេតុដែលផ្ទៃកន្លះដែលខ្ញុំនិយាយថ្ងៃមុន 181,436 គីឡូម៉ែត្រការ៉េនេះគឺជាផែនទីទោះបីជាមិនផ្លូវការក៏ដោយប៉ុន្តែការគិតគូរប្រើបច្ចេកទេសនេះហើយដែលយើងបានខ្ពស់ជាងពីមុនបាទនេះគឺសូមបញ្ជាក់ប៉ុណ្ណេះបាទយើងបើខ្លាចបានអត់បាត់ទេមានតែកើតហើយកើតមិនមែនកើតដល់យើងនិយាយអត់មានតែអ្វីក៏ទេនិយាយដោយភាពច្បាស់លាស់របស់យើងនេះរដ្ឋាភិបាលហើយសូមបងប្អូនរឿងនេះមួយសូមបញ្យល់ឲ្យជូនជ្រាប